រដ្ឋាភិបាលគ្រួសារហ៊ុនរងការរិះគន់ថាកំពុងត្រៀមកម្លាំងទ័ពទុកបង្ក្រាបខ្មែរស្រឡាញ់ទឹកដីដើម្បីតែបុព្វហេតុរក្សាអំណាចតត្រកូលតែមិនហ៊ានតតាំងជាមួយសត្រូវឈ្លានពានបើទោះបីជាពេលនេះពលរដ្ឋខ្មែរបានស្រុះដៃគ្នាទប់ទល់នឹងថៃឈ្លានពានរហូតមានទាំងព្រះសង្ឃផងរងរបួសក្នុងបុព្វហេតុការពារទឹកដីក្តីការរិះគន់នេះក្រោយទំព័រ Facebook របស់ស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី18ខែកញ្ញាបានបង្ហោះរូបភាពកងកម្លាំងដាក់ពង្រាយនៅរាជធានីភ្នំពេញដោយរំលេចសារថាកម្លាំងអន្តរាគមន៍ពិសេសដើម្បីការពារសុខសុវត្ថិភាពក្នុងមូលដ្ឋាននិងត្រៀមអន្តរាគមន៍នៅពេលមានសភាពការចាំបាច់ការដាក់ពង្រាយកងកម្លាំងនេះក៏ចំពេលប្រត់ខ្មែរនៅភូមិព្រៃច័ន្ទយ៉ាងតិច28នាក់រួមទាំងព្រះសង្ឃផងត្រូវបានក្រសួងការពារជាតិអះអាងថារងរបួសក្រោយប្រឈមមុខជាមួយក្រុមយោធាថៃដើម្បីការពារលំនៅឋាននិងដីអាស្រ័យផលរបស់ពួកគេកាលពីថ្ងៃទី16ខែកញ្ញាឆ្នាំ2025ជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានយល់ថាលោកហ៊ុនសែនខ្វល់តែពីការរក្សាអំណាចរបស់ខ្លួនជាងរក្សាទឹកដីទើបបញ្ចេញកងកម្លាំងទុកគម្រាមពលរដ្ឋខ្មែរកុំឲ្យងើបតវ៉ាដោយបណ្ដាប្រទេសផ្ដាច់ការមួយចំនួនមាននេប៉ាល់ក្នុងពេលថ្មីនេះជាដើមបើតាមលោកអ៊ុំសំអានប្រជាប្រិយភាពរបស់មេដឹកនាំគ្រួសារហ៊ុនកំពុងធ្លាក់ចុះយ៉ាងគំហុកក្រោយដឹកនាំប្រទេសជាង40ឆ្នាំទៅនេះបានបន្សល់ទុកនៅជនរងគ្រោះរាប់លាននាក់ឧក្រិដ្ឋកម្មឆ្លងដែនអំពើពុករលួយសម្រាប់ប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្សជាពិសេសគឺបញ្ហាបូរណភាពទឹកដីដែលធ្វើឲ្យប្រទេសជិតខាងរំលោភយកទាំងខាងលិចនិងខាងកើតត្រូវយកកងកម្លាំងប្រដាប់អាវុធដែលលហ៊ុនសែនទុកការពារអំណាចហ្នឹងទុកការពារទឹកដីពីការឈ្លានពានពីបរទេសមិនមានឲ្យប្រជាពលរដ្ឋទុកការពារទឹកដីខ្លួនឯងប៉ុន្តែឥឡូវនេះបែរជាប្រជាពលរដ្ឋហ្នឹងគឺខ្លួនទីពឹងខ្លួនទៅវិញទុកការពារទឹកដីជំនួសរដ្ឋាភិបាលជំនួសកងកម្លាំងប្រដាប់អាវុធទៅវិញអាហ្នឹងមិនជាថាតកលហ៊ុនគាត់ខ្វល់ទេខ្វល់តែពីការពារអំណាចរបស់គាត់ទេទោះបីបរទេសណាយកទឹកដីយកទៅកុំឲ្យតែយកអំណាចរបស់គាត់ការមិនដោយឲ្យបរទេសយកទឹកដីខ្មែរស្រេចចិត្តអញ្ចឹងមិនព្រមចេញទៅការពារប្រជាពលរដ្ឋឲ្យការពារទឹកដីពីការឈ្លានពានរបស់ថៃខ្ញុំយល់ថាតកូលនេះគឺជាតកូលក្បត់ជាតិតែម្ដងសម័យអូហ្នឹងគឺបាត់បង់ទឹកដីទៅប៉ែកខាងកើតដល់សម័យកូននេះបាត់បង់ទឹកដីទៅប៉ែកខាងលិចយ៉ាងណាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកជាធីរិទ្ធបានច្រានចោលការលើកឡើងនេះយើងមិនមានអ្វីជាឈឺក្បាលនឹងរឿងទាំងអស់ហ្នឹងទេសំខាន់គឺយើងនៅជាមួយពលរដ្ឋរបស់យើងពលរដ្ឋបោះឆ្នោតគាំទ្រគណៈបកប្រជាជនដឹកនាំរដ្ឋាភិបាលអញ្ចឹងវាអត់មានចម្លែកហ្នឹងជាប្រជាធិបតេយ្យនោះដោយឡែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតចាត់ទុកថាសកម្មភាពបញ្ចេញកងកម្លាំងរបស់រដ្ឋាភិបាលនៅពេលនេះគឺបង្ហាញពីអសមត្ថភាពការពារទឹកដីខ្មែរតែខ្លាំងខាងយុទ្ធសាស្ត្របង្ក្រាបពលរដ្ឋខ្មែរស្នេហាជាតិបើតាមលោកម៉ែនណាតការបង្ហាញសាច់ដុំពង្រាយកងកម្លាំងបែបនេះมันអាចទប់ស្កាត់ចរន្តពលរដ្ឋបានទេបើពលរដ្ឋខ្មែរទូទាំងប្រទេសងើបប្រឆាំងមេដឹកនាំផ្ដាច់ការដែលគ្មានសមត្ថភាពការពារទឹកដីបានកាលណាបាត់ទឹកដីមិនយូរប្រហែលណាគ្រួសារអ្នកកាន់អំណាចហ្នឹងក៏វាបាត់រលំដែរព្រោះអ្នកកាន់អំណាចមិនការពារទឹកដីអញ្ចឹងប្រជាពលរដ្ឋគាត់ចង់ទុកនៅមេដឹកនាំស្អីទៀតម្ល៉េះហើយបើមេដឹកនាំហ្នឹងមានមនសិការពិតប្រាកដក្នុងការការពារបូរណភាពទឹកដីទៅប្រជាពលរដ្ឋកម្ពុជាប្រកាសជាចូលរួមការពារទាំងទឹកដីនិងចូលរួមការពារទាំងក្រុមគ្រួសារមេដឹកនាំដើម្បីឲ្យបានសុខសាន្តទាំងអស់គ្នាហ្នឹងវាតលតែមេដឹកនាំហ្នឹងមានស្មារតីជាតិផងដែរភ្ញាក់រលឹកទៅរួមទាំងផ្សះផ្សាស្មារតីផ្ទៃក្នុងជាតិទៅបើសិនជាធ្វើបានមិនបាច់ចាំភ័យបារម្ភអីដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធអីនៅរាជធានីភ្នំពេញក្រាស់កាលអីទេយ៉ាងណាក្រោយផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល5ថ្ងៃដែលផ្ដើមពីថ្ងៃទី24ខែកក្កដាឆ្នាំ2025និងមានបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដានោះថៃមិនបានគោរពបទឈប់បាញ់នេះទេទោះកិច្ចព្រមព្រៀងនេះសម្របសម្រួលដោយយន្តការអាស៊ាននិងផ្ដួចផ្ដើមគំនិតដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្តីជាស្ដែងចិត្ត2ខែទៅនេះថៃបានចល័តទ័ពចូលរីបន្លាលួសពាត់យកប្រាសាទតាមាន់ធំក្នុងខេត្តឧត្តរមានជ័យពាត់យកតំបន់អានសេះក្នុងខេត្តព្រះវិហារនិងភូមិជាច្រើននៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងព្យាយាមពង្រីកទៅខេត្តពោធិ៍សាត់និងខេត្តកោះកុងទៀតតាមផែនទីដែលលោកហ៊ុនសែនហៅថាជាផែនទីចោលប៉ុន្តែលោកហ៊ុនសែនដែលធ្លាប់គម្រាមថាក្រោមដែនអំណាចរបស់លោកនឹងមិនអោយបាត់បង់ដីខ្មែរទៅប្រទេសជិតខាងសូម្បីតែ1មីលីម៉ែត្រនោះមកដល់ពេលនេះមិនទាន់បង្ហាញជំហរជាក់លាក់ណាមួយដើម្បីដណ្ដើមយកទឹកដីខ្មែរដែលថៃបានរីបន្លាលួសយកក្នុងបុព្វហេតុការពីបូរណភាពទឹកដីឲ្យបានប្រឆាំងនឹងផែនទីចោលរបស់ថៃនោះនៅឡើយទេក្រៅតែពីអំពាវនាវឲ្យថៃគ្រប់បទឈប់បាញ់ដើម្បីរក្សាសន្តិភាពខ្ញុំសែនសេចក្ដី VOD